ទាំងអារម្មណ៍វិជ្ជមាននិងអវិជ្ជមានគឺមានសារៈសំខាន់ក្នុងជីវិតរបស់យើងហើយមានប្រយោជន៍ខ្លាំងសម្រាប់យើងប៉ុន្តែវាមានតួនាទីខុសគ្នាអារម្មណ៍អវិជ្ជមានផ្ដល់នូវការកើនឡើងភ្លាមនិងអកប្បកិរិយាផ្ដោតលើការរស់រានមានជីវិតដើម្បីទប់ទល់នឹងស្ថានភាពលំបាកឧទាហរណ៍អារម្មណ៍នៃការភ័យខ្លាចបង្កើតឲ្យមានការប្រយុទ្ធផ្ទុយទៅវិញអារម្មណ៍វិជ្ជមានមិនមានតម្លៃភ្លាមនោះទេប៉ុន្តែក៏មានតម្លៃខ្លាំងដូចគ្នាអារម្មណ៍វិជ្ជមានដើរតួយ៉ាងសំខាន់ក្នុងការវិវត្តរបស់មនុស្សយើងហើយមានហេតុផលលើសពីភាពរីករាយដែលវាអាចផ្ដល់ឲ្យក្នុងរយៈពេលខ្លីវាពង្រីកធនធានបញ្ញារូបវន្តរាងកាយនិងសង្គមរបស់យើងហើយធ្វើឲ្យធនធានទាំងនោះអាចប្រើប្រាស់បានកាន់តែយូរជាឧទាហរណ៍នៅពេលដែលយើងស្ថិតក្នុងគំនិតវិជ្ជមានមិត្តភាពទំនាក់ទំនងស្នេហានិងសម្ព័ន្ធភាពជាមួយអ្នកដទៃទំនងជានឹងរីកចម្រើនចិត្តរបស់យើងនៅពេលនោះកាន់តែបើកទូលាយអត់ធ្មត់និងច្នៃប្រឌិតជាងមុនយើងបើកចំហចំពោះគំនិតនិងបទពិសោធន៍កាន់តែច្រើនវាគឺជាដំណើរការដែលមានចំណុចតាក់ទងជាច្រើនជាមួយនឹងអ្វីដែលកើតឡើងនៅពេលកុមារលេងកុមារត្រូវលេងដើម្បីអភិវឌ្ឍជំនាញមួយចំនួនធំខ្លះហាក់ដូចជាសាមញ្ញណាស់ដូចជារៀនលោតរត់ឡើងដើមឈើក្រាបខ្លះទៀតមានភាពស្មុគស្មាញជាងនេះដូចជាការស្វែងយល់ការទន្ទេញចាំការរងចាំវេនដឹងពីរបៀបចាញ់និងវិធីឈ្នះឬអនុវត្តតាមច្បាប់ស្មុគស្មាញមួយចំនួនមានផ្ទុយតាំងបញ្ជាក់បានថាអារម្មណ៍វិជ្ជមានដូចជាសេចក្តីអំណរសេចក្តីស្រឡាញ់ឬចំណាប់អារម្មណ៍ពង្រីកសមត្ថភាពក្នុងការរលឹកដឹងរបស់យើងនិងពង្រឹងសកម្មភាពក្នុងការសិក្សាអ្វីថ្មីនិងការផុសឡើងនូវគំនិតថ្មីដែលជារបស់ខ្លួននិងគំនិតប្រភេទផ្សេងគ្នាពួកវាជួយសម្រួលដល់ការអនុវត្តគំរូនៃការគិតដែលអាចទទួលយកបានមានភាពបត់បែននិងគំរូគំនិតរួមបញ្ចូលគ្នាដែលលើកទឹកចិត្តឲ្យយើងឆ្លើយតបតាមវិធីថ្មីអារម្មណ៍វិជ្ជមានជួយបង្កើតនិងរៀបចំបម្រុងធនធានផ្លូវចិត្តរបស់យើងជាមុនទុនបម្រុងដែលយើងអាចទាញយកមកប្រើនៅពេលក្រោយពេលជួបប្រទះជាមួយនឹងការគំរាមកំហែងឬឱកាសយូរទៅយើងរក្សាទុកបាននូវជំនាញដែលអាចមានប្រយោជន៍សម្រាប់យើងនៅចំណុចជាច្រើនក្នុងពេលផ្សេងគ្នាសរុបមកទោះបីអារម្មណ៍វិជ្ជមានមិនទាន់មានឥទ្ធិពលភ្លាមលើរបៀបក្នុងការរស់រានមានជីវិតរបស់យើងក៏ដោយតែវាមានប្រយោជន៍នៅក្នុងរយៈពេលវែងពោលគឺអារម្មណ៍វិជ្ជមានកសាងជំនាញនិងធនធានថ្មីដែលជួយលើកកម្ពស់ការរស់រានមានជីវិតក្នុងរយៈពេលមធ្យមនិងវែងដូចគ្នាពួកវាអាចរួមចំណែកធ្វើឲ្យមនុស្សធន់នឹងភាពចម្រុះឬភាពខុសប្លែកគ្នានិងជួយបង្កើនសមត្ថភាពក្នុងការជាសះស្បើយផ្លូវចិត្តបង្កើនធនធានសម្រាប់ដោះស្រាយបញ្ហាផ្លូវចិត្តដូច្នេះបទពិសោធន៍ដែលបានមកពីអារម្មណ៍វិជ្ជមានជួយឲ្យសម្រេចបាននូវការគិតបើកចំហប្រកបដោយភាពច្នៃប្រឌិតនិងអាចបត់បែនបានដែលជួយសម្រួលដល់ការទប់ទល់នឹងទុក្ខលំបាកប្រកបដោយប្រសិទ្ធភាពហើយជាលទ្ធផលអាចបង្កើនសុខុមាលភាពនាពេលអនាគតអារម្មណ៍វិជ្ជមានមានអត្ថប្រយោជន៍ជាមូលដ្ឋានពីរប្រភេទតែនៅលើផ្នែកកំខាងពួកវាជួយគ្រប់គ្រងអារម្មណ៍អវិជ្ជមានពួកវាអាចចាត់ទុកថាជាថ្នាំបន្សាបឬប្រព័ន្ធការពាររាងកាយប្រឆាំងនឹងអារម្មណ៍អវិជ្ជមានម្យ៉ាងវិញទៀតពួកវាមានចំណែកជំរុញឲ្យសុខុមាលភាពផ្លូវចិត្តអាចកើនឡើងដល់កម្រិតខ្ពស់កើតមានបានដោយសារការពង្រឹងការការពារផ្លូវចិត្តភាពទន់និងភាពខ្លាំងអារម្មណ៍វិជ្ជមានក៏ត្រូវបានគេបង្ហាញថាមានប្រយោជន៍ផងដែរក្នុងការការពារជំងឺកាត់បន្ថយភាពធ្ងន់ធ្ងរនិងរយៈពេលនៃជំងឺនិងសម្រេចបាននូវសុខុមាលភាពកម្រិតខ្ពស់ដែលបុគ្គលផ្ដល់និយមន័យឲ្យពួកវាប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមានខាងសរីរៈនិងអារម្មណ៍ដែលកើតឡើងដោយសារអារម្មណ៍អវិជ្ជមានវាជួយឲ្យការសឹករ៉ាច់រិលទៅតាមវ័យនៃប្រព័ន្ធសរសៃឈាមបេះដូងរបស់យើងតិចជាងមុននិងស្ថានភាពសុខភាពកាន់តែប្រសើរឡើងការពិតវាលើកកម្ពស់ការថែទាំសុខភាពគេបង្ហាញថាអារម្មណ៍វិជ្ជមានមានប្រយោជន៍ក្នុងការកាត់បន្ថយជំងឺសរសៃឈាមបេះដូងនិងសម្រាប់ការជាសះស្បើយឡើងវិញបន្ទាប់ពីការគាំងបេះដូងជំងឺ AIDS ជំងឺផ្ដាសាយទូទៅឬផ្ដាសាយធំសរុបមកបទពិសោធន៍នៃអារម្មណ៍វិជ្ជមានក្នុងរយៈពេលខ្លីវាមានប្រយោជន៍ចំពោះយើងដោយសារវាជាអារម្មណ៍ល្អហើយលើសពីនេះទៅទៀតវាមានអត្ថប្រយោជន៍រយៈពេលយូរដែលវាជួយយើងឲ្យត្រៀមខ្លួនសម្រាប់ពេលវេលាដ៏លំបាកនាពេលខាងមុខលើសពីនេះអារម្មណ៍វិជ្ជមានក៏ជួយដោះស្រាយបញ្ហាទាក់ទងនឹងការលូតលាស់និងការអភិវឌ្ឍផ្ទាល់ខ្លួននិងទំនាក់ទំនងសង្គមផងដែរអត្ថប្រយោជន៍នៃអារម្មណ៍វិជ្ជមានទាំងអស់នេះពន្យល់ពីមូលហេតុដែលយើងបានដាក់បញ្ចូលម៉ូឌូលដើម្បីរៀនពីរបៀបបង្កើតអារម្មណ៍វិជ្ជមាននិងរីករាយនៅពេលមានវា